profile Facebook ជាប់សញ្ញាưu tiênក្រហមអញ្ចឹងត្រូវដោះស្រាយយ៉ាងម៉េចបើសិនជាបងប្អូនអត់ដោះស្រាយឬក៏ធ្វើការស្នើសុំទៅកាន់ក្រុមហ៊ុន Facebook ទេ account បងប្អូនឬក៏ page របស់បងប្អូនចាប់ទុកថាគឺជា account អត់បានការអញ្ចឹងទោះបីជាបងប្អូនព្យាយាមផុសវីដេអូឬក៏ផុសរូបភាពក៏អត់មានអ្នកណាមើលឃើញដែរទីដោះស្រាយបងប្អូនត្រូវតែលុបរាល់កំហុសខុសឆ្គងដែលបងប្អូនបានធ្វើខុសគោលការណ៍របស់ក្រុមហ៊ុន Facebook រួចហើយយើងធ្វើការស្នើសុំទៅកាន់ក្រុមហ៊ុនដើម្បីបើក account របស់យើងឲ្យមកពណ៌ខៀវឡើងវិញតោះឥឡូវទៅមើលពីរបៀបដោះស្រាយឥឡូវបងប្អូនចូលមកកាន់ account Facebook បន្ទាប់មកយើងចូល profile បន្ទាប់មកទៀតយើងចូល dashboard កន្លែងនេះហើយទៅមើល account បងប្អូនមានពណ៌បៃតងពណ៌លឿងឬក៏ពណ៌ក្រហមបើសិនជាពណ៌ក្រហមយើង screenshot កន្លែងហ្នឹងទុកមួយមកបន្ទាប់មកយើងចូលកន្លែង profile history កន្លែងហ្នឹងដើម្បីទៅចុចកន្លែងផ្ទាំងមួយទៀត screenshot មួយទៀតបងប្អូនឲ្យបានពីរផ្ទាំងសម្រាប់ដាក់ពាក្យស្នើសុំទៅកាន់ក្រុមហ៊ុន Facebook រួចហើយយើងចុចទៅកន្លែង tray 3យើង scroll ចូលមកខាងក្រោមបងប្អូនយក help and support កន្លែងហ្នឹងណាបន្ទាប់មកបងប្អូនរកពាក្យ report and problem ចុចកន្លែងហ្នឹងមកយើងនឹងឃើញផ្ទាំងមួយទៀតយើងចុចចូល continue to repost ចុចចូលកន្លែងហ្នឹងហើយយើងយកពាក្យកន្លែង include ហើយកន្លែងហ្នឹងគឺគេសួររកតែយើងមានឯកសារអមជាមួយនឹងអីគេខ្លះដើម្បីធ្វើការស្នើសុំណាអញ្ចឹងយើងចុច include ហើយយើង scroll ចុះមកខាងក្រោមបងប្អូនរកមើលពាក្យ profile បើសិនជា page យើងចុច select កន្លែង page ប៉ុន្តែបើ profile យើងយកកន្លែង profile អូខ្ញុំរកឃើញនេះ profile បងប្អូនចុចចូលកន្លែងហ្នឹងមកយើង upload ជាមួយនឹងរូបថតដែលយើងបាន screenshot ទុកអានេះខ្ញុំឧទាហរណ៍ណាខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើល screenshot ពី select មិញហ្នឹងកន្លែង profile add a risk កន្លែងហ្នឹងមកហើយនឹងមក select ទៀតបងប្អូនចាបន្ទាប់មកយើងដាក់អក្សរដែលយើងអាច copy ពីខ្ញុំបានណាខ្ញុំដាក់នៅក្រោមវីដេអូហ្នឹងឲ្យបងប្អូនបន្ទាប់មកយើងមើលកន្លែងនេះគឺខ្ញុំដាក់ចុចបងប្អូនអញ្ចឹងកន្លែងហ្នឹងយើងដូរដាក់ឈ្មោះបញ្ជាក់យើងដាក់ឈ្មោះ account Facebook របស់យើងឬក៏ page ហ្នឹងមកហើយនឹង Gmail កន្លែងហ្នឹងណាហើយយើង scroll ចូលមកក្រោមទៀតកន្លែងនេះយើង copy link account profile របស់យើងណាយើង copy មកយើងយកមកដាក់កន្លែងហ្នឹងបងប្អូនកុំភ្លេចចុចដាក់កន្លែងហ្នឹងហើយយើងធ្វើការ send ទៅគឺរួចរាល់ហើយបងប្អូនមានតែប៉ុណ្្នឹងទេហើយចំពោះពេលវេលាគឺអាស្រ័យទៅលើខាងក្រុមហ៊ុនគេជាអ្នក approve មកឲ្យយើងគេឆ្លើយតបមកយើងបងប្អូន